បាទពីចុងភៅคล้ายទៅជាម្ចាស់យានដ្ឋានដ៏ធំមួយបាទនេះគឺជាការផ្លាស់ប្ដូរ360ដឺក្រេប៉ុន្តែបាទគឺគាត់អាចធ្វើបានតើគាត់ធ្វើបែបណាដើម្បីចាក់បង្ខំខ្លួនឯងបាទពីអ្នកពីបុគ្គលិកគេคล้ายទៅជាម្ចាស់អាជីវកម្មតើសុផាគាត់បានធ្វើគេខ្លះបាទអញ្ចឹងតោះមកដឹងសាច់រឿងរបស់ម្ចាស់យានដ្ឋានមួយកន្លែងនេះនៅខេត្តសៀមរាបទាំងអស់គ្នាបាទសុផាចាប់ផ្ដើមមកស៊ីយូរនៅខ្ញុំរស់ស៊ីតាំងពីឆ្នាំ2019មីក្រូអូបាទប៉ុន្តែមុនហ្នឹងជាចុងភៅទេបាទហើយផ្លាស់ប្ដូរពីចុងភៅមកជាម្ចាស់យានដ្ឋាននេះបាទមានដូរកង់ផងមានដូរប្រេងម៉ាស៊ីនផងនេះធ្វើបែបណាដើម្បីចាក់បង្ខំខ្លួនឯងបានព្រោះមើលទៅនេះជាការផ្លាស់ប្ដូរ360ដឺក្រេនេះបាទចុងភៅផ្សេងហើយជាងផ្សេងបាទហើយកាលនោះតើសុផាធ្វើអីដើម្បីផ្លាស់ប្ដូរខ្លួនឯងបានដើម្បីខ្ញុំផ្លាស់ប្ដូរមកធ្វើជាងជួសជុលផ្លាស់ប្ដូរសបកកង់និងប្ដូរប្រេងម៉ាស៊ីនឡាននេះបានដោយសារទី1កត្តាប្រាក់កម្រៃពីចុងភៅហ្នឹងវាអត់គ្រប់គ្រាន់ក្នុងការចំណាយប្រចាំខែរបស់យើងលោកកាលនោះខ្ញុំនៅរៀនសាកលវិទ្យាល័យបាទក៏តែដល់ពេលខ្ញុំឃើញតកែរបស់ខ្ញុំគាត់ធ្វើការខាងហ្នឹងគាត់មានជីវភាពទូធាបាទខ្ញុំក៏បដូរគំនិតមកសុំគាត់រៀនហើយធ្វើការមួយគាត់ដើម្បីបានចំណេះជំនាញបីមករកស៊ីខ្លួនឯងដល់សប្តាហ៍ថ្ងៃហ្នឹងលោកគ្រូការធ្វើចុងភៅមានជំនាញណាបានជំនាញដែរលោកគ្រូខ្ញុំបានរៀនរយៈពេល1ឆ្នាំមុនខ្ញុំចូលធ្វើការចុងភៅបាទហើយកាលហ្នឹងដោយសារនិយាយរួមដោយសារតែយើងខ្វះខាតគឺយើងត្រូវតែផ្លាស់ប្ដូរខ្លួនឯងឲ្យคล้ายទៅជាម្ចាស់យានដ្ឋានឲ្យបានប៉ុន្តែមុនคล้ายជាម្ចាស់យានដ្ឋានគឺធ្វើជាជាងធម្មតាទេបាទធ្វើជាបុគ្គលិកគេសិនហើយដល់ពេលធ្វើឃើញថាថៅកែខ្ញុំចំណូលច្រើនណាបាទហើយសុផាក៏កាលហ្នឹងធ្វើមិនជំរុញថាអត់ទេខ្ញុំត្រូវតែចេញរកស៊ីឲ្យបានកាលហ្នឹងសុផាតាំងចិត្តឬក៏មានកត្តាអីជំរុញថែមខ្ញុំមានគោលដៅថាពេលខ្ញុំធ្វើការហ្នឹងខ្ញុំនៅរៀនសាកលវិទ្យាល័យអញ្ចឹងខ្ញុំគិតថាខ្ញុំរៀនចប់សាកលវិទ្យាល័យខ្ញុំនឹងចេញរកស៊ីអញ្ចឹងខ្ញុំរៀនចប់4ឆ្នាំខ្ញុំចេញមករកស៊ីខ្លួនឯងបណ្ដោយហើយកាលហ្នឹងពេលដែលធ្វើការងារជាជាងនៅយានដ្ឋានរបស់ថៅកែកាលហ្នឹងសុផាធ្វើការងារបែបណាណែកាលហ្នឹងខ្ញុំធ្វើការជាជាងផ្លាស់ប្ដូរសបកកង់ផងហើយខ្ញុំជួយមើលបុគ្គលិកមានបុគ្គលិកដែលគេលក្ខណៈតែចូលថ្មីថ្មងជាងខ្ញុំជួយមើលជួយបរៀនគេដែរអញ្ចឹងលោកគ្រូបាទន័យថាយើងមិនមែនជាជាងធម្មតាទេបាទយើងមកហ្នឹងគឺធ្វើដូចថៅកែអញ្ចឹងព្រោះអីមានជាងថ្មីមកយើងជួយបរៀនគាត់ទៀតបាទលោកគ្រូបាទហើយសុផាធ្វើអញ្ចឹងទៅវាចំណេញមិនទៅពេលតែខ្លួនឯងចេញរកស៊ីចំណេញត្រង់ថាទី1ខ្ញុំមានបទពិសោធន៍ដូចថាខ្ញុំអាចដូចយើងតាំងខ្លួនធ្វើជាតកែយើងអាចហ៊ានជួបជាមួយភ្ញៀវយើងអាចរៀនប្រើបុគ្គលិកអញ្ចឹងលោកគ្រូបាទអញ្ចឹងដល់ពេលដែលខ្ញុំចេញរកស៊ីមកខ្ញុំហ៊ានចេញមកតែម្ដងបាទហើយមកដល់ពេលនេះមានគ្រួសារហើយមានគ្រួសារហើយពេលដែលផ្លាស់ប្ដូរពីចុងភៅខ្លាយជាម្ចាស់អាជីវកម្មដូរ360ដឺក្រេហ្នឹងកាលហ្នឹងប្រពន្ធព្រមទេកាលហ្នឹងខ្ញុំអត់ទាន់មានគ្រួសារផងលោកគ្រូអូខ្ញុំតែមានគ្រួសារពេលខ្ញុំចេញរកស៊ីបើកហាងខ្លួនឯងបានរយៈពេល2ឆ្នាំហើយបានខ្ញុំមានគ្រួសារលុយណាបាទលុយនិយាយរួមផ្លាស់ប្ដូរខ្លួនឯង360ដឺក្រេហើយយកប្រពន្ធតាមក្រោយបាទនេះជាគំរូមួយសម្រាប់បងប្អូនដែលកំពុង stress រឿងណាអូខ្ញុំធ្វើការពាក់ខែតិចធ្វើតាមសុផាទៅបានចំណូលច្រើនហើយមកដល់ពេលនេះគឺយានដ្ឋានរបស់សុផាគឺកំពុងទទួលភ្ញៀវច្រើនឥឡូវដល់ high season ណាបាទលោកគ្រូបាទជារដូវកាលមួយដែលភ្ញៀវច្រើនភ្ញៀវទេសចរនៅសៀមរាបច្រើនហើយភ្ញៀវចូលមកសុផាក៏ច្រើនដែរបាទច្រើនដូចគ្នាកាលណាតាមានភ្ញៀវទេសចរមកលេងនៅខេត្តសៀមរាបច្រើនអញ្ចឹងតិជនរបស់ខ្ញុំដែលតែងប្រើប្រាស់សេវាកម្មខ្ញុំអញ្ចឹងគាត់ឆាប់ដល់គីឡូប្រេងឆាប់អស់សបកកង់អញ្ចឹងគាត់អាសាបានមកជួយធ្វើយើងបាទហើយនៅនេះលក់ប្រេងអីគេដាច់ជាងគេប្រេងដែលខ្ញុំលក់ដាច់ជាងគេគឺប្រភេទប្រេង Nomad លោកគ្រូអូបាទមកពីណាប្រេងនេះ Nomad នេះរោងចក្រនៅអារ៉ាប់លោកគ្រូអូបាទអញ្ចឹងនេះគឺជាប្រេង Nomad ដែលសុផានិយាយបាទប្រេង Nomad ដែលខ្ញុំតែអត់ដែលខ្ញុំប្រាប់គ្រូថាខ្ញុំលក់ដាច់ជាងគេនៅហាងរបស់ខ្ញុំបាទហើយភាគច្រើនណាគេមកដូរយកប្រេងនេះប្រើភាគច្រើនភ្ញៀវដែលប្រើប្រេង Nomad នេះគឺជា
ភ្ញៀវដែលប្រើប្រាស់ប្រភេទឡានវ៉ែនឡាន SUV ឡានដឹកភ្ញៀវ បាទឡានដឹកភ្ញៀវហ្នឹង បាទឡាន SUV សម្រាប់គ្រួសារ បាទ បាទ ប៉ុន្តែទូទៅគឺឡានដឹកភ្ញៀវច្រើនជាងគេគ្រូ អូ ឡានដឹកភ្ញៀវវាត្រូវការរត់ច្រើនខ្លាំងអញ្ចឹងភេទប្រេងមុំអាចជួយឡានកាត់ឲ្យដល់គោលដៅឲ្យប្រើប្រាស់បានយូរតែភេទប្រេង Nomad នេះអាចប្រើប្រាស់បានយូរ បាទប្រើបានយូរ បាទ បាទហើយទៅពេលអញ្ចឹងគឺបងប្អូនដែលគាត់ជាអ្នករត់ឡានហ្នឹងគឺគាត់ត្រូវការប្រើប្រេង Nomad នេះវាចំណេញជាង បាទចំណេញ បាទ ចំណេញទាំងលុយចំណេញទាំងពេលវេលា ហើយគុណភាពវាមិនត្រូវប្រើទៅឡានហ្នឹងវាយ៉ាងម៉េចដែរ គាត់ប្រើពីមុនដែលប្រើប្រេងផ្សេងគាត់ដូចថាវាលឺសលេងហើយឡានគាត់អត់សូវស្រួលរត់អត់ស្រួលពេលគាត់ប្រើ Nomad ហើយគាត់ថាឡានប្រើស្រួលតែពិតខ្ញុំបានយកបលពីភ្ញៀវមកវិញនេះដែលខ្ញុំសម្រេចចិត្តថាលក់ប្រេងហ្នឹងពីមុនក៏ខ្ញុំលក់ប្រេងច្រើនម៉ាកដែរលោកគ្រូបាទតែពេលភ្ញៀវថាប្រេង Nomad នេះល្អប្រើ អញ្ចឹងយើងជាម្ចាស់យានដ្ឋានដែលស្ដាប់ភ្ញៀវ បាទយើងចេះរៀនពីភ្ញៀវ បាទនេះជាតិចនិចមួយដែលសុផាបានធ្វើឲ្យកន្លែងយានដ្ឋានរបស់សុផារាល់ថ្ងៃគឺមានភ្ញៀវកាន់តែច្រើនទៅ បាទលោកគ្រូបាទ ហើយលោកចង់សួរថាភាគច្រើនអ្នកដឹកភ្ញៀវនេះមើលដោយសារទឹមតែចូលរដូវកាលដែលមានភ្ញៀវច្រើនអញ្ចឹងប្រហែលជាចាប់ដើមរវល់ប្រហែលជាប្រហែលខែនៅកន្លែងនេះ នៅកន្លែងខ្ញុំចាប់ដើមរវល់ខ្លាំងចាប់ដើមពីខែចុងខែ10ខែ11នេះហើយនឹងអាចដល់ខែ12ក៏ភ្ញៀវច្រើនដែរគ្រូ បាទ គាត់ថាពីមុនដល់ខែ8ខែ7អីវាអត់សូវមានភ្ញៀវច្រើនទេដោយសារអីយើងលក់បានតែមួយអ្នកប្រើទូទៅឯង បាទ អ្នកដឹកភ្ញៀវគាត់អត់ទាន់មានភ្ញៀវដឹកអញ្ចឹងគាត់សម្រាប់ដែរ បាទហើយបងប្អូនទាំងអស់គ្នាដែលនៅសៀមរាបទាំងអស់គ្នាចង់ផ្លាស់ប្ដូរមកប្រើបាទមកដូរប្រេងម៉ាស៊ីនមកកន្លែងសុផានិយាយរួមចែកមកភាសាមួយសុផាពេលខ្លះយើងចង់ចេញរកស៊ីដែរប៉ុន្តែចិត្តយើងវាមិនលះ បាទ មកភាសាមួយគ្នាមកបាទហើយពេលដល់មកបាទដូរសបកកង់មកដូរប្រេងម៉ាស៊ីនបាទមកប៉ះកង់មកអីហ្នឹងមកកន្លែងសុផាផងបាទហើយមាន promotion អីពិសេសទេ មានដែរគ្រូខ្ញុំមាន promotion គឺសម្រាប់អតិថិជនដែលនៅក្នុងខេត្តសៀមរាបមានបំណងចង់មកផ្លាស់ប្ដូរប្រេងម៉ាស៊ីន បាទ ពេលមកប្ដូរប្រេងម៉ាស៊ីននៅកន្លែងខ្ញុំមួយកដុងខ្ញុំនឹង free ជូនប្រភេទប្រេងជំនួយកវ៉ាត់មួយ ប្រេងនេះយ៉ាងម៉េច ប្រេងនេះវាជួយឲ្យឡានយើងប្រើប្រាស់ទៅខ្លាំងស្រួលនឹងបើសម្រាប់មនុស្សយើងវាជាភេសជ្ជៈប៉កម្លាំងបាទ ដាក់ឲ្យឡានយើងខ្លាំងហើយម៉ាស៊ីនឆេះបានល្អហ្មង អូ បាទ បាទត្រូវការអានេះជំនួយដើម្បីឲ្យម៉ាស៊ីនយើងវាស្ទុះខ្លាំង បាទ បាទហើយអានេះមក10ម៉ាន មក10ជាទូទៅបើខ្ញុំលក់នៅទីតាំងខ្ញុំមួយហ្នឹង$9 អូបាទអញ្ចឹងបងប្អូនដែលមើលវីដេអូនេះហើយចំណេញ$9 បាទអញ្ចឹងបាទសូមទាំងអស់គ្នាមកស្គាល់គ្នាបាទមួយសុផាដើម្បីរៀនគំនិតខ្លះរុញខ្លួនឯងឲ្យចេញរកស៊ីហើយមកកុំភ្លេចបាទបើជិះឡានមកដូរប្រេងម៉ាស៊ីនទៅហើយទៅវាចំណេញបាន$9ទៅវិញបាទសុផាមានសារអីចង់លើកទឹកចិត្តទេសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាយើងឲ្យឆាប់ចេញរកស៊ីតើមានសារអីពិសេស បើសម្រាប់ខ្ញុំជូនជាយោបល់ទៅយុវជនដូចថាដែលក្មេងៗដូចខ្ញុំដែលទៅរៀនចប់អញ្ចឹងសិនជាយើងមានឱកាសធ្វើការជាមួយកន្លែងណាដែលយើងស្រឡាញ់ឬក៏ជំនាញណាដែលយើងស្រឡាញ់យើងគួរព្យាយាមប្រឹងប្រែងយកជំនាញហ្នឹងឲ្យល្អហើយដើម្បីចេញទៅរកស៊ីខ្លួនយើងដើម្បីជួយឲ្យសេដ្ឋកិច្ចយើងកាន់តែរីកចម្រើនអញ្ចឹងលោកគ្រូ បាទកុំទៅធ្វើការដើម្បីតែប្រាក់ខែតែមួយមុខ បាទលោកគ្រូបាទធ្វើការយកជំនាញដូចសុផាអញ្ចឹង បាទហើយកាលហ្នឹងសុផាពេលដែលទៅធ្វើការងារនៅយានដ្ឋានហ្នឹងតើសុផាមានចិត្តមិនទៅដើម្បីកសាងខ្លួនឯងទៅជាថៅកែបានទេ នៅពេលដែលខ្ញុំមកធ្វើការតាំងចិត្តរបស់ខ្ញុំគឺដើម្បីខ្លាចជាថៅកែបានគេធ្វើការ8ម៉ោងខ្ញុំធ្វើការអាចលើសគេទៅ12ម៉ោងឬក៏យើងជួយការងារផ្សេងនៅយានដ្ឋាននៅកន្លែងយើងធ្វើការអញ្ចឹងលោកគ្រូដើម្បីបានចំណេះអីអស់ពីថៅកែហ្មង អូបាទថៅកែមានអីលួចរៀនឲ្យបាន បាទគឺបាទហើយយើងត្រូវតែខំមកខ្លាំង បាទទាំងនេះហើយជាផ្លូវដែលធ្វើឲ្យអ្នកទាំងអស់គ្នាឆាប់ចេញរកស៊ីបានបាទអញ្ចឹងបងប្អូនបាទដែលចង់បានកាដូពិសេសពីសុផាហើយចង់មកជួបសុផាហ្មងអាចមកទីតាំងនៅណានេះ សម្រាប់បងប្អូនដែលចង់មកជួបខ្ញុំដើម្បីបានចំណេញពីការបដូរប្រេងហើយនេះខ្ញុំ free
ជំនួយប្រេងម៉ាស៊ីនហ្នឹងបងប្អូនអាចមករកខ្ញុំបាននៅទីតាំងនៅនឹងផ្លូវ30ម៉ែត្រក្បែរមន្ទីរពេទ្យអង្គរៈបាទបងប្អូនមកទីនេះមកឃើញខ្ញុំហើយ បាទ បាទ គឺនៅទីក្រុងសៀមរាប បាទ ប្រេង Nomad ផលិតផលមកពីប្រទេសស្ដេចប្រេងអារ៉ាប់ផលិតនៅឌូបៃបច្ចេកវិទ្យាពីបារាំងដែលនេះធ្វើឲ្យប្រេងមួយនេះមានគុណភាពល្អហើយមានតម្លៃសមរម្យ Nomad បានចូលទីផ្សារអាស៊ី6ឆ្នាំមកហើយចូលទីផ្សារកម្ពុជាក៏បានច្រើនឆ្នាំមកដែរបងប្អូនដែលកំពុងតែប្រើឡានតាក់ស៊ីក៏ដូចជាឡានប្រើប្រាស់ឯកជនពួកគាត់បានគាំទ្រនិងប្រើប្រាស់ Nomad បានច្រើនណាស់មកហើយ Nomad មានបោះដុំទូទាំងប្រទេសមានគ្រប់លេខគ្រប់ខ្នាតចាប់ពី 0W20 ដល់ 20W50 ខ្ញុំបានប្រើប្រេង Nomad នេះមួយរយៈហើយតែខ្ញុំនឹងតេស្តគ្រប់ប្រេងទាំងអស់មានដូចជាប្រេងប្រាំងប្រេងស្អំទឹកស្អំដើម្បីយកមកណែនាំបងប្អូនបន្ថែមទៀតនៅក្នុងវីដេអូក្រោយៗ